ស្ត្រីម្នាក់មិនអាចដេកលក់បានដោយសារបំណងប្រាថ្នាដ៏ក្តៅគប់របស់នាងដោយមិនស្ទាក់ស្ទើរនាងបានបំបែកចូលទៅក្នុងបន្ទប់របស់អ្នកយាមនៅជាន់ក្រោមដើម្បីបំបត្តិកម្ដៅក្នុងខ្លួនប៉ុន្តែអ្វីដែលនាងមិននឹកស្មានដល់នោះគឺ10 ខែក្រោយមកស្ត្រីរូបនោះបានផ្ដល់កូនស្រីមួយដែលជាកូនរបស់បុរសនោះដោយដឹងថាបុរសម្នាក់នោះគ្រាន់តែជាអ្នកយាមក្រីក្រនាងប្រកាសថាគាត់មិនអាចរក្សានាងបានទេដូច្នេះហើយនាងបានសម្រេចចិត្តទុកកូនស្រីឲ្យនៅជាមួយគាត់ហើយជ្រើសរើសចាក់ចេញដោយស្ងាត់ស្ងៀម5 ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនថ្ងៃនេះអ្នកយាមបាននាំកូនស្រីរបស់គាត់ទៅញ៉ាំអាហារនៅភោជនីយដ្ឋាននៅពេលនោះកូនស្រីដែលចូលចិត្តលេងសើចបានបង្វែរបន្ទះលេខនៅលើតុអាហារតែបណ្ដាលឲ្យតួលេខ5មួយក្លាយជាតួលេខ9ហើយរឿងនេះធ្វើឲ្យនារីស្រស់ស្អាតដែលដើរចូលមកពីក្រោយយល់ច្រឡំថាបុរសវ័យក្មេងនោះជាដៃគូណាត់ជួបរបស់នាងដូច្នេះហើយនាងក៏ដើរត្រង់ទៅរកគាត់ហើយចាប់ផ្ដើមសួរអំពីស្ថានភាពរបស់គាត់ឈ្មោះឈៀនសៀវហេតុអ្វីបានជានាងមកទីនេះឬមួយក៏នាងបានរកឃើញអ្វីមួយតើនាងជានរណាធ្វើការនៅឯណាអតីតទាហានឥឡូវនេះកំពុងធ្វើការជាអ្នកយាមសន្តិសុខក្រុមហ៊ុនសូមណែនាំខ្លួនខ្ញុំលីនយីសឺខជាប្រធានក្រុមហ៊ុនហិរញ្ញវត្ថុលេខ1នៅពេងទូនាយកប្រតិបត្តិក្រុមហ៊ុនលេងសៀវគ្រុបគ្រប់គ្រងទ្រព្យសម្បត្តិរាប់ពាន់លានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំលើសពី100ពាន់លានតើប្រាក់ខែរបស់អ្នកមានចំនួនប៉ុន្មាន4000ទោះជាយ៉ាងណាក៏ដោយតាមពិតទៅវាច្រើនជាង3000បន្តិចសៀវយោគួរតែបានប្រាប់អ្នកហើយព័ត៌មានមូលដ្ឋានរបស់ខ្ញុំមែនទេដូច្នេះប្រាក់ខែ4000ហើយលែងលះគ្នានឹងមានកូនមួយហ៊ានមក blind date ជាមួយខ្ញុំយ៉ាងម៉េចទៅពេលលីពាក្យថា blind date ឪពុកនិងកូនស្រីក៏ភ្ញាក់ផ្អើលកូនស្រីមានការភ្ញាក់ផ្អើលព្រោះឪពុករបស់នាងបានសម្រេចចិត្តស្វែងរកម្ដាយចុងសម្រាប់នាងហើយបុរសវ័យក្មេងមិនទាន់មានពេលពន្យល់ផងនៅពេលដែលកូនស្រីរត់ទៅរកនាងដោយមានទឹកមុខរីករាយនិងនិយាយថាទីបំផុតនាងក៏មានម្ដាយហើយដោយឃើញដូច្នេះបុរសវ័យក្មេងបានប្រាប់កូនស្រីរបស់គាត់ជាបន្ទាន់ថាកុំនិយាយមិនសមហេតុផលគាត់បានប្រាប់នាងភ្លាមថាគាត់មិនបានមក blind date ទេហើយថានាងបានមកខុសតុទោះជាយ៉ាងណាក៏ដោយនាងបានឃើញលេខ9នៅលើតុមានទំនុកចិត្តយ៉ាងខ្លាំងថានាងមិនបានទៅខុសតុទេបន្ទាប់មកនាងបានប្រាប់បុរសវ័យក្មេងនោះថាកុំខ្មាស់អៀនថានាងមិនមានតម្រូវការច្រើនទេតាក់ទងនឹងសម្ភារៈប្រសិនបើបុរសវ័យក្មេងអាចរៀបការជាមួយនាងបានគាត់នឹងអាចធ្វើឲ្យគាត់និងកូនស្រីរបស់គាត់រស់នៅក្នុងជីវិតដ៏ប្រណីតបានភ្លាមខណៈពេលដែលបុរសវ័យក្មេងលែងចាប់អារម្មណ៍នឹងសម្ភារៈនិងទ្រព្យសម្បត្តិទៀតហើយដូច្នេះគាត់បានរំលឹកនាងម្ដងទៀតថានេះមិនមែនជាតួលេខ9ទេថាកូនស្រីរបស់គាត់ទើបតែលេងហើយបានបង្វែរបន្ទះលេខដោយអចេតនាហើយអ្នកដែលគាត់គួរតែ blind date ជាមួយនៅតុក្បែរនោះជាមួយនរណាជាវយោនេះជាគោលដៅដែលមានគុណភាពខ្ពស់ដែលអ្នកកំពុងនិយាយអំពីមិនអាចប្រៀបធៀបជាមួយបុរសម្នាក់នេះនៅខាងមុខបានទេមើលទៅរីករាយជាងអូហូនេះមិនមែនជាឈៀនសៀវមកពីតំបន់អានេថាមែនទេអ្វីនាំកូនស្រីមកជាមួយមកទីនេះដើម្បីកែលម្អរបបអាហាររបស់អ្នកចុះ3នាក់ហើយបានកុំម៉ងសាច់អាំងតែមួយចានប៉ុណ្ណោះអ្នកក៏ក្រដែរហៀវវ៉ៃកន្លែងដែលយើងញ៉ាំអាហារអ្វីដែលយើងញ៉ាំវាជារឿងអ្វីរបស់អ្នកវាពិតជាមិនមានអ្វីពាក់ព័ន្ធនឹងវាទេគ្រាន់តែបានឃើញអ្នកត្រឡប់ទៅសាលាវិញឈៀនសៀវជាមនុស្សដែលគ្រូទាំងអស់ខ្លាចតែត្រូវបានគេហៅឲ្យទៅធ្វើជាទាហានហើយបានវិលត្រឡប់មកវិញបានក្លាយជាអ្នកយាមសន្តិសុខខ្ញុំមានអារម្មណ៍សោកសៅបន្តិចអូត្រូវហើយខ្ញុំក៏បានឮដែរថាអ្នកជាមនុស្សអាក្រក់ហើយបានបណ្ដាលឲ្យប្រពន្ធរបស់អ្នកស្លាប់ស្ត្រីម្នាក់នេះខ្ញុំសង្ឃឹមថានាងនឹងមិនក្លាយជាជនរងគ្រោះបន្ទាប់របស់អ្នកទេគាត់តែមិនដឹងថាមកពីណាថែមទាំងបានរើសយកកូនស្រីម្នាក់មកចិញ្ចឹមទៀតផងជាមនុស្សចាញ់ហើយថែមទាំងមានកូនជាបន្ទុកទៀតផងមនុស្សប្រភេទនេះមានមនុស្សចង់បានគាត់ដែរឬហូវ៉ៃកុំធ្វើអីហួសហេតុពេកឈៀនសៀវអ្នកគួរតែដឹងច្បាស់ឥឡូវនេះអ្នកកំពុងនិយាយជាមួយអ្នកណាឥឡូវនេះខ្ញុំកំពុងធ្វើការនៅក្រុមហ៊ុនលីងសៀវកំពុងកាន់តំណែងជានាយកផ្នែកទីផ្សារមានប្រាក់ខែមួយខែ100,000តំបន់វីឡាដែលអ្នកទៅធ្វើការនោះកើតឡើងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំគ្រាន់តែខ្ញុំធ្វើការហៅទូរស័ព្ទមួយដងអាចធ្វើឲ្យអ្នកត្រូវបានបណ្តេញចេញដូចជាឆ្កែនៅពេលនោះអ្នកនិងកូនស្រីរបស់អ្នកនឹងត្រូវចេញទៅដេកនៅតាមចិញ្ចើមផ្លូវប៉ាគាត់រំខានអាហាររបស់សៀវឈីមានរឿងអីកូនខុសខ្នាតទោះបីជាខ្ញុំបង្ខំឲ្យគាត់លុតជង្គង់ឥឡូវនេះក៏ដោយហើយញ៉ាំរបស់ទាំងអស់នេះដែលគ្មានប្រយោជន៍របស់អ្នកត្រូវតែដូចជាឆ្កែដែរលិតទ្វារឲ្យស្អាតខ្ញុំនិយាយត្រូវទេឈៀនសៀវអ្នកទើបតែនិយាយថាអ្នកមកពីក្រុមហ៊ុនលីងសៀវនាយកផ្នែកទីផ្សារមែនហើយស្រស់ស្អាតសូមណែនាំអ្នកឲ្យស្គាល់បុរសម្នាក់នៅពីមុខអ្នកនោះគ្រាន់តែជាបុរសដែលគ្មានប្រយោជន៍នៅក្នុងសង្គមសម័យនេះរឿងសំខាន់គឺសមត្ថភាពវាគឺអំពីទំនាក់ទំនងប្រាក់ខែមួយខែរបស់ខ្ញុំ
គ្រប់គ្រាន់សម្រាប់គាត់ក្នុងការសម្អាតលូទឹករយៈពេល10ឆ្នាំតារាបណាអ្នកធ្វើតាមខ្ញុំឡានកាបូបអ្នកជ្រើសរើសវាឈ្មោះរបស់អ្នកគឺហ៊ូវៃមែនទេស្រីស្អាតបែបនេះនៅចាំឈ្មោះរបស់ខ្ញុំវាជាកិត្តិយសរបស់ខ្ញុំតើយ៉ាងម៉េចយើងទៅកន្លែងផ្សេងទៅញ៉ាំអាហារថ្ងៃត្រង់យ៉ាងស៊ីជម្រៅផ្លាស់ប្ដូរគំនិតមិនបាច់ទេទូរស័ព្ទខ្ញុំគ្រាន់តែចង់បញ្ជាក់លោកម្ចាស់ក្មេងហ៊ូអ្នកកំពុងតែស្វែងរកសេចក្តីស្លាប់មែនទេហ៊ូវៃអ្នកត្រូវបានបណ្ដេញចេញហើយតើអ្នកគិតថាអ្នកជានរណាបណ្ដេញខ្ញុំចេញចាប់ពីថ្ងៃនេះទៅខ្ញុំគឺជាម្ដាយចុងរបស់ក្មេងស្រីនេះភរិយារបស់ឈីនសៀវអ្នកបានជេរប្រមាថកូនស្រីនិងស្វាមីរបស់ខ្ញុំវាដូចគ្នានឹងការប្រមាថខ្ញុំដែរស្ត្រីដែលគ្មានសេចក្តីខ្មាស់អៀនស្ត្រីថោកទាបហ៊ានមករករឿងជាមួយលោកប្រធានហ៊ូមែនទេថ្ងៃនេះអ្នកទាំងអស់គ្នាមិនអាចចេញពីទីនេះបានទេអ្នកលោកប្រធានហ៊ូហេតុអ្វីបានជាអ្នកមិនសាកមើលខ្ញុំជានរណាអ្នកគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីងសៀវលីងយីសៀលោកប្រធានលីនខ្ញុំមិនដឹងថាជាអ្នកទេប្រសិនបើខ្ញុំដឹងថាជាអ្នកពិតមាត់ឥឡូវនេះត្រឡប់ទៅកន្លែងធ្វើការរបស់អ្នកហើយវិចខោអាវរបស់អ្នកទៅចេញពីលីងសៀវទៅខ្ញុំអ្នកដឹងខ្ញុំមិនចូលចិត្តនិយាយឡើងវិញទេអូម៉ាក់សង្ហាណាស់សៀវឈីកុំហើដោយចៃដន្យអីអរគុណចាប់ពីពេលនេះទៅយើងទាំងអស់គ្នាជាគ្រួសារតែមួយមិនបាច់គួរសមទេហាតើវាមានន័យយ៉ាងណារៀបការឈួតទៅហើយឬតោះទៅសៀវឈីប៉ានឹងនាំកូនទៅញ៉ាំពេលក្រោយមើលទៅចរិតរបស់អ្នកពេលនេះមិនអាក្រក់ទេខ្ញុំនិយាយត្រង់ណាខ្ញុំគ្រាន់តែត្រូវការឋានៈជាអ្នករៀបការហើយអ្នកក៏មិនចង់ឲ្យកូនស្រីរបស់អ្នករស់នៅក្នុងភាពលំបាកជាមួយអ្នកជានិច្ចមែនទេខ្លាយជាប្រពន្ធខ្ញុំចាប់ពីពេលនេះតទៅសៀវទីនឹងខ្លាយជាព្រះនាងនៃទីក្រុងប៉េកាំងរឿងដូចថ្ងៃនេះតារាបណាខ្ញុំនៅទីនេះនឹងមិនកើតឡើងម្ដងទៀតទេប៉ាអ្នកផ្សេងទៀតមានម៉ាក់មានតែសៀវទីការពារសំណាងសូមឲ្យខ្ញុំគិតមើលសិនខ្ញុំនៅតែត្រូវទៅចូលរួមពិធីមង្គលការរបស់ប្អូនប្រុសខ្ញុំហើយថែមទាំងថ្ងៃនេះខ្ញុំមិនបានយកសៀវភៅស្នាក់នៅហើយថែមទាំងថ្ងៃនេះខ្ញុំមិនបានយកសៀវភៅសៀវទីយកហើយយេទីបំផុតខ្ញុំអាចធូរចិត្តបានហើយការពារទាំងថ្ងៃទាំងយប់ប៉ុន្តែពិបាកការពារចោលក្នុងផ្ទះណាស់មកទីនេះនៅតែជាពាក្យនោះរវាងយើងមានត្រឹមតែឋានៈជាប្តីប្រពន្ធប៉ុណ្ណោះហើយរឿងរបស់ក្រុមហ៊ុនលីងសៀវអ្នកមិនអាចជ្រៀតជ្រែកបានទេជាការពិតណាស់ក្នុងដែនកំណត់ដែលខ្ញុំអាចធ្វើបានខ្ញុំនឹងធានានៅតម្រូវការខាងសម្ភារៈរបស់អ្នករងចាំរហូតដល់ខ្ញុំសម្រេចគោលដៅរបស់ខ្ញុំយើងនឹងលែងលះគ្នាសង្ឃឹមថាមិនយូរពេកទេអូមែនហើយខ្ញុំមើលថាអ្នកចង់ទៅចូលរួមពិធីមង្គលការរបស់ប្អូនប្រុសអ្នកខ្ញុំនឹងឲ្យអ្នកណាម្នាក់ទៅយកអ្នកខ្ញុំនឹងឲ្យនរណាម្នាក់ផ្ញើវាទៅអ្នកមិនចាំបាច់ទេរៀបចំអំណោយអ្នកជូនវាដោយខ្លួនឯងដោយសារតែវាជាសាច់ញាតិរបស់កូនប្រសាកុំឲ្យកម្រិតទាបពេកតិចជាង20លានមិនស័ក្តិសមនឹងឋានៈរបស់កូនប្រសាទេចា៎តោះទៅជិនសៀវអ្នកណាអញ្ជើញគាត់មកហាក់ដូចជាចិនហ៊ានមិនបានផ្ញើកាតអញ្ជើញទៅគាត់ផងបុកក្រាស់មែនគាត់មកទីនេះដោយខ្លួនឯងឬក៏គ្រួសារគាត់អស់អង្គហើយមកញ៉ាំអាហារឥតគិតថ្លៃមែនទេបងប្អូនពីរនាក់នេះម្នាក់ជាដៃស្ដាំរបស់នាយកប្រតិបត្តិហ៊ូម្នាក់ទៀតជាឆ្កែយាមទ្វារពិតជាមេឃនឹងដីជិនសៀវនៅទីនេះគ្មានកន្លែងសម្រាប់អ្នកទេកូនកំលោះនិងកូនក្រមុំមកដល់ហើយម៉ាក់ឃើញទេសៀវហ៊ាននៅលើរស់នៅបានយ៉ាងល្អម៉ាក់ដែលនៅស្ថានសួគ៌ក៏សូមសម្រាកដោយសន្តិភាពចូលសម្រាកដោយសន្តិភាពសៀវហ៊ានសូមអបអរសាទរចំពោះអាពាហ៍ពិពាហ៍អ្នកមកធ្វើអ្វីនៅទីនេះ
សម្លាញ់នេះអ្នកណាស្អុយស្លាប់សន្តិសុខណែណាហេតុអ្វីបានជាសន្តិសុខអនុញ្ញាតឲ្យនរណាម្នាក់ចូលមកទីនេះតាក់ពួកវាទាំងអស់សៀវហ៊ានអ្នកស្ដាប់ខ្ញុំជិនសៀវអ្នកមិនខ្មាស់គេទេធានជាងជួរនេះជាសន្តាគារផ្កាយ7តែមួយគត់នៅក្នុងទីក្រុងប៉េកាំងរបស់យើងសន្តាគារផ្កាយ7នរណាម្នាក់នៅទីនេះឋានៈនិងទួនាទីរបស់ពួកគេគឺជាអ្វីដែលអ្នកមិនអាចឈានដល់ក្នុងជីវិតរបស់អ្នកបានឡើយហើយនាយកប្រតិបត្តិចិនគឺជាមនុស្សដែលលេចធ្លោជាងគេក្នុងចំណោមពួកគេចុះអ្នកវិញសំរាមសៀវហ៊ានយល់ព្រមយើងជាបងប្អូនបង្កើតពិតមកទៅតាំងពីយើងនៅក្មេងអ្នកតែងតែនាំមុខខ្ញុំមួយជំហានឥឡូវនេះខ្ញុំអាចបញ្ជាក់បានហើយថាខ្ញុំល្អជាងអ្នកហើយឥឡូវនេះអ្នកត្រូវតែមករកខ្ញុំលិតស្បែកជើងរបស់ខ្ញុំចាំមើលតើស្ត្រីចំណាស់ដែលស្លាប់ទៅនោះនឹងនិយាយយ៉ាងណាបើនាងបានឃើញរឿងនេះឈិនហាននោះជាម្ដាយរបស់អ្នកនោះជាម្ដាយរបស់អ្នកហើយបានបោះបង់ខ្លួនឯងទៅនឹងការបំផ្លិចបំផ្លាញម្ដាយរបស់យើងមិនបានបណ្ដេញអ្នកចេញពីផ្ទះទេនាងបានទៅរកអ្នកក្រោយពីនោះគ្រាន់តែនាងមិននឹកស្មានថាអ្នកនឹងបាត់ខ្លួនសៀវហ៊ានខ្ញុំបានធ្វើវានៅពេលនោះដើម្បីការពារអ្នកប្រសិនបើខ្ញុំមិនបានធ្វើបែបនេះទេអ្នកក៏ត្រូវទៅព្រំដែនភាគខាងជើងដែរដូច្នេះហើយស្ត្រីចំណាស់ដែលស្លាប់ទៅនោះនាងសមនឹងស្លាប់តពេលស្លាប់ហើយតើអ្នកសុខសប្បាយជាទេអ្នកសុំទានដែលមានក្លិនស្អុយហ៊ានមកចូលរួមពិធីមង្គលការរបស់ខ្ញុំហើយបង្កបញ្ហាខ្ញុំគ្រាន់តែមកទីនេះដើម្បីបំពេញបំណងប្រាថ្នាចុងក្រោយរបស់ម្ដាយខ្ញុំដឹងត្រឹមតែអ្នកគ្រាន់តែជាឆ្កែយាមហើយខ្ញុំជាម្ចាស់ថ្ងៃនេះជាថ្ងៃរៀបការរបស់ខ្ញុំកុំយកសំណាងអាក្រក់មកឲ្យខ្ញុំអីចេញទៅឈិនហានម៉ាក់គិតពីអ្នករហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់នាងសង្ឃឹមថានឹងអាចញ៉ាំអាហារអបអរសាទរពីពិធីមង្គលការរបស់អ្នកយល់ព្រមខ្ញុំនឹងញ៉ាំវាជំនួសម៉ាក់នេះគឺជាស្រោមសម្បត្តិក្រហមប្រើមនុស្សស្លាប់ដើម្បីទទួលបានអាហារនិងភេសជ្ជៈដោយឥតគិតថ្លៃកំពុងតែរកលេសមែនទេឈិនសៀវតើអ្នកមិនខ្មាស់អៀនទេខ្មាស់គេទេឯងហ៊ានហៅខ្លួនឯងថាបងប្រុសរបស់លោកឈិនទៀតឬឯងវាគ្រាន់តែជាសម្រាមអាហារ200អាម៉ាស់ណាស់មើលចុះជាផែនការដ៏ឆ្លាតវៃមែនប្រាក់200យន្តដើម្បីទទួលបានអាហារមានតម្លៃ100000យន្តក្នុងមួយតុអាហាចេញទៅឲ្យឆ្ងាយនៅទីនេះគ្មានកន្លែងសម្រាប់អ្នកសុំទានញ៉ាំទេសន្តិសុខយកមនុស្ស2នាក់នេះចេញពីទីនេះឥឡូវនេះបណ្ដេញពួកគេចេញពួកយើងមិនមែនជាអ្នកសុំទានទេម៉ាក់របស់ខ្ញុំថៅកែធំហាឈិនសៀវតើកូនខ្ញុំនេះមកពីណាឈួតទៅហើយឬអ្នកនាំនាងទៅពិនិត្យខួរក្បាលហេថៅកែធំនៃក្រុមហ៊ុនលេងសៀវអ្នកណាលីនយីសឹខជាម្ដាយរបស់នាងបន្ទាប់មកខ្ញុំនឹងញ៉ាំចានទាំងអស់នៅលើទៅនេះឥឡូវនេះនាយកប្រតិបត្តិឈិនធ្វើការនៅក្រុមហ៊ុនលេងសៀវតើអាចទៅរួចទេដែលនាយកប្រតិបត្តិឈិនមិនដឹងអំពីរឿងបែបនេះឈិនសៀវមើលទៅទីនោះរបស់របរនៅក្នុងប្រអប់គ្មានមួយណាដែលមានតម្លៃតិចជាង100,000ទេដោយសារអ្នកបានមកចូលរួមពិធីមង្គលការហើយតើអំណោយរបស់អ្នកណែណាកុំប្រាប់ខ្ញុំថាវាជាប្រាក់200យន្តដ៏តិចតួចនេះទេអាហាដូចជាស្ត្រីចំណាស់ដែលស្លាប់ទៅនោះដែរមិនស្មានថានឹងមានទឹកមុខឈិនហាននោះជាម្ដាយរបស់អ្នកខ្ញុំមិនខ្លាចអ្វីដែលអ្នកបានជ្រើសរើសទេឱកាសអ្វីប៉ុន្តែមនុស្សម្នាក់ត្រូវតែមានសតិសម្បជញ្ញៈអ្នកគិតថាអ្នកជាអ្នកណាហ៊ានបង្រៀនខ្ញុំទៀតឬឥឡូវនេះខ្ញុំនៅក្រុមហ៊ុនលីងសៀវកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សអ្នកដូចជាឆ្កែប្រមាញ់លិចជើងខ្ញុំហើយមកលើកដំកើងខ្ញុំជប់ធ្វើពុតទៀតទៅមិនមែនចង់សុំអាហារញ៉ាំទេយល់ព្រមមកទីនេះជំនួសស្ត្រីចំណាស់ស្លាប់នោះលិតវាឲ្យស្អាតសម្រាប់ខ្ញុំឈិនហានតើអ្នកធ្វើបែបនេះចំពោះម្ដាយរបស់យើងដោយរបៀបណាកុំហ៊ាននិយាយពីស្ត្រីចំណាស់ស្លាប់នោះជាមួយខ្ញុំឥឡូវនេះខ្ញុំទទួលបានជោគជ័យនិងរុងរឿងចុះអ្នកវិញអ្នកគ្រាន់តែជាអ្នកយាមក្លិនស្អុយអ្នកមិនមានអំណោយសំរុំសំបីតែមួយទេដើម្បីគិតថាខ្ញុំជាបងប្រុសជាមួយអ្នកវាគ្រាន់តែក្រុមគ្រួសាររបស់ខ្ញុំនឹងមិនមាននរណាម្នាក់ដូចអ្នកទេអូបន្ទុកមួយហើយចូលចិត្តអួតអាងសាច់ញាតិក្រីក្រអ្នកថែមទាំងហ៊ាននិយាយអំពីក្រុមហ៊ុនលីងសៀវទៀតនាយកប្រតិបត្តិលីងយីសៀគឺជាភរិយារបស់អ្នកប្រសិនបើអ្នកមានភាពក្លាហានបន្ទាប់មកយកអំណោយសំរុំមកទីនេះសម្រាប់ខ្ញុំមើលអនុញ្ញាតឲ្យខ្ញុំមើលកុំប្រាប់ខ្ញុំវាជារូបមន្តទារកហាហានតូចអ្នកនៅតែដូចពីមុនមិនអាចកែប្រែបានទេបាត់ទៅមេបានឲ្យអ្នកបរិភោគអាហារនោះគឺជាកិត្តិយសរបស់អ្នកមិនបរិភោគមែនទេយល់ព្រមបន្ទាប់មកអនុញ្ញាតឲ្យជនក្បត់នេះរួចទុកឲ្យកូនកំឡោះតូចនេះក្រុមហ៊ុនលីងសៀវបានមកជាមួយនឹងអំណោយដ៏អស្ចារ្យដើម្បីអបអរសាទរអាពាហ៍ពិពាហ៍របស់លោកឈិនលេខាធិការសុងហេតុអ្វីបានជាអ្នកមកទីនេះខ្ញុំ